ត្រាំបញ្ជាឲ្យដាក់ពន្ធថ្មី 50% លើទំនិញកាណាដាជាច្រើនប្រភេទប្រិមត្តទូរទស្សនិកជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃច័ន្ទទី 20 ខែកក្កដាដើម្បីដាក់ពន្ធថ្មី 50% លើទំនិញកាណាដាជាច្រើនមុខដោយបានចោទប្រកាន់រដ្ឋធានីអូតាវ៉ាថាបានប្រព្រឹត្តបែបរើសអើងប្រឆាំងនឹងផលិតផលគ្រឿងស្រវឹងទឹកដោះគោនិងរថយន្តរបស់អាមេរិកពន្ធទាំងនេះនឹងចូលជាធរមាននៅក្នុងរយៈពេល30ថ្ងៃហើយគ្របដណ្ដប់លើមុខទំនិញជាច្រើនរាប់ចាប់ពីស្រាដំបងវាយកូនហ្គោលលើទឹកកករហូតដល់ស៊ីម៉ង់នេះបើយោងទៅតាមព័ត៌មានរបស់សេតាវិមានទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់នោះគឺពន្ធថ្មីនេះនឹងប៉ះពាល់ដល់ផលិតផលដែលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកមិចស៊ិកកាណាដាសកម្មភាពចុងក្រោយរបស់ត្រាំបានគំរាមកំហែងនិងបង្កើនភាពតានតឹងបន្ថែមទៀតរវាងរដ្ឋធានីវ៉ាស៊ីនតោននិងអូតាវ៉ាហើយកើតឡើងត្រឹមតែប្រមាណថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានគំរាមកាណាដាអំពីបំណងដំឡើងពន្ធនេះសេតាវិមានបានអះអាងថាកាណាដាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសតែពីរគត់រួមជាមួយប្រទេសចិនដែលបានសងសឹកប្រឆាំងនឹងពន្ធធ្ងន់ធ្ងររបស់លោកត្រាំខេត្តភាគច្រើនរបស់កាណាដាបានផ្អាកការទិញគ្រឿងស្រវឹងពីអាមេរិកដោយធ្វើពហិការប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោកត្រាំនិងការអំពាវនាវដដែលរបស់លោកឲ្យបញ្ចូលកាណាដាជារដ្ឋទី51របស់អាមេរិក